នេះគឺជាដំណើរដែលខ្ញុំតាមស្វែងរក player ទាំង3នាក់នោះប៉ុន្តែអាក្រោះខ្ញុំមិនតាន់ទេអញ្ចឹងខ្ញុំក៏បានដក Armor Trim អាក្រោះខ្ញុំដើម្បីទៅតាមស្វែងរក player ទាំង3នាក់នោះនៅពេលដែលខ្ញុំបានរៀបចំអីវ៉ាន់រួចរាល់ខ្ញុំក៏បានជិះដំណើរទៅស្វែងរក player ទាំង3នាក់នោះប៉ុន្តែអាការឈ្នះរបស់ខ្ញុំគឺមានតិចតួចខ្លាំងមែនទែនដោយសារខ្ញុំវាយ3ទល់1ណាមួយទៀតម៉េះខ្ញុំមិនទាន់ចេះប្រើត្រឹមត្រូវទេអញ្ចឹងខ្ញុំក៏បានធ្វើដំណើរទៅតាមស្វែងរក player ទាំង3នាក់នោះជាបន្តនៅពេលដែលខ្ញុំបានដើរអស់មួយសន្ទុះខ្ញុំក៏បានឃើញកន្លែងមួយយ៉ាងចម្លែកខ្ញុំក៏បានឡើងទៅមើលប៉ុន្តែខ្ញុំពិតជាសង្ស័យខ្លាំងមែនទែនខ្ញុំបានឃើញកន្លែងអង្គុយពីរកន្លែងឬក៏គេហៅថាបងហើយនឹងមាន NHL មួយទៀតអញ្ចឹងខ្ញុំពិតជាសង្ស័យខ្លាំងមែនទែនហើយនឹងមាន player នៅទីនោះនៅពេលដែលខ្ញុំបានឆ្លោះមើលវាអស់មួយសន្ទុះខ្ញុំក៏បានដាច់ចិត្តទៅមើលវាឲ្យចិត្តតែម្ដងដើម្បីប្រកាសថានោះគឺជាអ្វីពេលដែលខ្ញុំបានដាក់ទៅចិត្តខ្ញុំក៏បានឃើញព្រះអាទិត្យរះតែម្ដងអញ្ចឹងខ្ញុំក៏បានមើលព្រះអាទិត្យម្ដងទៀតអ្នកទាំងអស់គ្នាពិតជាឆ្ងល់ហើយតាហេតុអ្វីបើខ្ញុំចូលចិត្តឆ្លោះមើលព្រះអាទិត្យនិងព្រះច័ន្ទម៉េះរឿងរ៉ាវអាថ៌កំបាំងមួយនេះគឺមាននៅភាពបន្តទៀតអញ្ចឹងកុំភ្លេចជួយ Subscribe ឬក៏ Like តាមដានទាំងអស់គ្នាតោះឥឡូវយើងចូលសេចក្តីយើងវិញបន្ទាប់ពីព្រះអាទិត្យរះអស់ចិត្តអស់ចង់ហើយខ្ញុំក៏បានឃើញ player 2នាក់បន្ទាប់ពីខ្ញុំបានឆ្លោះមើលអស់មួយសន្ទុះខ្ញុំឃើញមាន player 3នាក់អញ្ចឹងខ្ញុំពិតជាសង្ស័យខ្លាំងមែនតើតិច player នេះគឺជា player ដែលខ្ញុំតាមស្វែងរកទៅប៉ុន្តែនេះគឺពិតមែនដោយសារអីម្នាក់ដែលពាក់ Armor Trim ខុសគេនោះគឺជា player ដែលដេញសម្លាប់ខ្ញុំនោះឯងអញ្ចឹងវិនាទីនេះគឺជាវិនាទីដែលខ្ញុំប្រយុទ្ធជាមួយនឹង player ទាំង3នាក់នេះដើម្បីសងសឹកនៅពេលដែលខ្ញុំចូលសវត្តដំបូងBoy, why we ngọc anh show ya. So, trong quay một bảy mùi. player ទាំង3នាក់នោះក៏បានព្រួយវាយខ្ញុំហើយក៏បានដាក់អន្ទាក់ខ្ញុំតែម្ដងអញ្ចឹងខ្ញុំបានជាប់អន្ទាក់គេហើយខ្ញុំគ្មានសង្ឃឹមរស់ទៀតទេដោយសារខ្ញុំបានជាប់អន្ទាក់គេបាត់ទៅហើយអញ្ចឹងខ្ញុំសង្ឃឹមថាខ្ញុំនឹងរស់ម្ដងទៀតប៉ុន្តែនៅវេលានេះខ្ញុំមិនអាចរស់បានទេដោយសារអីគេក៏បានព្រួយខ្ញុំអស់ជាច្រើនអ្នកអញ្ចឹងខ្ញុំក៏គ្មានសង្ឃឹមរស់អីដែរខ្ញុំក៏បានមើលទៅខាងគៀនស្រាប់តែខ្ញុំក៏បានឃើញបរិមម្នាក់ដែលមានទ្រីមក្រហមហើយខ្ញុំក៏បានស្គាល់ភ្លាមថាជានរណាគឺជាគ្រូរបស់ខ្ញុំនឹងឯងគឺជាបរិសអាត់កំបាំង Oh my god គ្រូមកជួយតន់ពេលវេលាអត់អីខ្ញុំប៊ីងាប់ Oh my god អញចាប់រត់ទៅខ្ញុំអត់រត់ទេដោយសារពួកអាហ្នឹងអ្នកវាយខ្ញុំកាលពីដំបូងអញ្ចឹងខ្ញុំមិនសងសឹកពួកវាឲ្យបានហើយខ្ញុំក៏បានសម្លាប់ player ម្នាក់បានជោគជ័យនៅសល់តែ2អ្នកទៀតទេដែលខ្ញុំត្រូវសម្លាប់ពេលខ្ញុំរត់ទៅវាយ player មួយទៀតដើម្បីប្រហើយខ្ញុំក៏បានឃើញ player Armor Trim Diamond អញ្ចឹង player នេះ
ក៏ជា player ដែលបាក់ពួកជាមួយនឹង player 3 នាក់នោះដែរអញ្ចឹងវាឡើងទៅដល់4នាក់ហើយតែសំណាងអីខ្ញុំបានវាយងាប់អស់2នាក់នៅសល់តែ2នាក់ទៀតទេដែលខ្ញុំត្រូវសម្លាប់អាម៉ូទីម Diamond នេះគឺពិតជាសាហាវខ្លាំងមែនទែនលេងម៉េះទៀតខ្ញុំក៏មិនវាយបន្ធូរដៃឲ្យដែរដោយសារខ្ញុំបានចិត្តសម្រេចគោលដៅខ្លួនឯងទៅហើយនៅសល់តែ2នាក់ទៀតទេដែលខ្ញុំត្រូវសម្លាប់វាសួរចម្លើយគ្រូខ្ញុំតាមវាយវាគ្រូតាមវា Why we don't? អូខេបន្ទាប់មកខ្ញុំក៏បានស្លាប់ player ម្នាក់ទៀតអញ្ចឹងខ្ញុំស្លាប់បាន2នាក់ហើយនៅសល់ម្នាក់ទៀតហើយខ្ញុំក៏វាយមួយ Immortal Diamond ដោយការប្រើមេះហើយ Immortal Diamond ហ្នឹងក៏ចេះលេងមេះដែរអញ្ចឹងវាមិនសុវត្ថិភាពទេសម្រាប់គ្រូរបស់ខ្ញុំដោយសារគាត់មិនទាន់បានកាន់មេះទេខ្ញុំក៏បានព្យាយាមវាយដែរប៉ុន្តែវាយមិនចំសោះដោយសារខ្ញុំមិនទាន់ចេះប្រើមេះស្ទាត់ខ្ញុំក៏បានព្យាយាមវាយ player នោះឲ្យបានសម្រេចនៅគោលដៅរបស់ខ្ញុំមួយទៀតខ្ញុំនឹងព្យាយាមសម្លាប់ player នេះចោលដើម្បីកុំឲ្យមាន player ទងសោទៀតត្រូវបានពួកវាធ្វើបាបគ្រូចង់និយាយថាគ្រូអាមួយនឹងបាក់វាយ Baby, why we the Tessima? Women, I repeat, Matayumandi. វាលេងម៉ែដូចគ្នានឹងពេលបាក់អញ្ចឹងប៉ុន្តែអីខ្ញុំវាយវាបានថា3ម៉ែដែរដេញតាមវាទៀតខ្ញុំនិងគ្រូរបស់ខ្ញុំពិតជាព្យាយាមសម្លាប់ player នោះចោលមែនប៉ុន្តែគឺមិនបានសម្រេចទេ player នោះពិតជារត់លឿនខ្លាំងមែនតើជួយអា player នេះលេងតែរត់ចឹងបីរត់ដករត់ចូលចឹងខ្ជិលវាយមួយវាតែចេះសម្រាប់វាសិនកុំឲ្យវាធ្វើបាប player ទងខ្សោយ Hi slabik ma we that about player from side here Criswell. នេះខ្ញុំពងតែព្យាយាមសម្លាប់វាប៉ុន្តែវារត់លឿនពេកឈីមួយម៉ាស់ទៅលើឯងណាខោបន្តមកទៀត player ម្នាក់នោះក៏បានរត់ចេញពីខ្ញុំរៀងឆ្ងាយបន្តិចហើយប៉ុន្តែខ្ញុំនៅតែដេញតាម player ម្នាក់នោះដើម្បីសម្លាប់ចោលកុំឲ្យដើរធ្វើបាបគេទៀតអាបកាច់នេះវារត់រហូតដល់ដាក់ស្បូនពីឲ្យជាប់វាហ្មងដាក់មកម៉ែនេះplayer ម្នាក់នោះគឺពិតជារត់លឿនខ្លាំងមែនតើងាយរត់តែម្ដងនៅវិនាទីចុងក្រោយ player ម្នាក់នោះក៏បានបាត់សម្ោតែម្ដងគ្រូអាមួយនឹងវារត់លឿនចុយដាក់វាម៉េះទៀតបាត់ហើយខ្ញុំក៏បានសម្រេចគោលដៅរបស់ខ្ញុំរួចរាល់ដែរប៉ុន្តែនៅសល់ player Immortal Diamond មួយទៀតដែលខ្ញុំមិនទាន់បានសម្លាប់គេហើយនៅពេលដើម្បីនោះគ្រូរបស់ខ្ញុំក៏បានសុំលាខ្ញុំទៅមុនហើយខ្ញុំក៏បានមកខាងនេះវិញដើម្បីពិនិត្យមើលព្រះច័ន្ទជាលើកចុងក្រោយខ្ញុំពិតជាព្រួយបារម្ភខ្លាំងមែនទែនខ្លាចគ្រូរបស់ខ្ញុំមានរឿងអ្វីកើតឡើងគោលដៅរបស់ខ្ញុំចុងក្រោយគឺ Immortal Diamond បើអ្នកគ្នាចូលចិត្តវីដេអូអញ្ចឹងអ្នកគ្នាកុំភ្លេចជួយ Subscribe ឬក៏ Like នៅក្នុងវីដេអូនេះ Channel ទាំង4នេះគឺមានសាច់រឿងដូចគ្នា